ពេលដែលយិនជីឃើញបរិសចំណាស់កាវចេញពីអាគារស្នាមញញឹមរបស់គាត់ក៏បាត់ទៅវិញយិនជីក៏បានជួបជាមួយនឹងអ្នកដាំដុះកម្រិតទី3ដែលឯកាទី3នាក់បន្ទាប់ពីយប់ជ្រៅពួកគេទាំងពីរនាក់បានដោះដូរសម្ភារៈមួយចំនួនដើម្បីរង្វាន់ហើយចាក់ចែងដោយរីករាយអាហ្នឹងគឺគេដែលជួលអ្នកដាំដុះកម្រិតទី3ទៅអាផ្នែកការដេញថ្លៃកម្រិតទី3ដែរអញ្ចឹងណានៅថ្ងៃបន្ទាប់អានេះបានមកដល់នៅសាលទាំង9នៅពេលព្រឹកដើម្បីចូលរួមក្នុងការដេញថ្លៃដ៏ធំដោយសារតែគាត់អាចស្វែងរករបស់ដែលគាត់ចង់បាននៅថ្ងៃដំបូងហើយនេះពិតជាមានសង្ឃឹមក្នុងការស្វែងរកបន្ថែមទៀតវាគឺដូចដែលតាចាស់ហ្វូបាននិយាយមិនមានរបស់ផ្សេងទៀតដែលហានីចង់បាននោះទេក្រៅពីរបស់របរមួយចំនួនដែលត្រូវដេញថ្លៃនៅថ្ងៃចុងបញ្ចប់ហើយក្នុងចំណោមនោះភាគច្រើននៃពួកគេត្រូវបានបញ្ចប់កំណប់វេទមន្តជាដើមវាហាក់បីដូចជារូបរាងរបស់ហើយដុំមាសគ្រាន់តែជាការកាត់ឡើងដោយសំណាងប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នហានីមិនបានចូលរួមនៅក្នុងការដេញថ្លៃដ៏ធំនោះទេប៉ុន្តែកំពុងស្វែងរកព័ត៌មានអំពីការដេញថ្លៃនៅក្រោមដីយើងតាមព័ត៌មានដែលគាត់ទទួលបានពី3ថ្ងៃដំបូងទាំងការដេញថ្លៃក្រោមដីនិងការដេញថ្លៃដ៏ធំគឺមានចំនួនច្រើននិងតិចជាងដូចគ្នាក្រៅពីសង្កត់ធ្ងន់ជាពិសេសទៅលើតាវអារៈប៉ុន្តែនៅពេលដែលថ្ងៃចុងក្រោយបានមកដល់នឹងមានពិព័រណ៍ពាណិជ្ជកម្មដែលត្រូវបានកំណត់គោលដៅសម្រាប់អ្នកដាំដុះហើយថ្នាក់កម្រិតទី4ហើយកាលពីមុនវត្ថុកម្រនឹងបង្ហាញខ្លួននៅទីនោះវាពិតជាអាចទៅរួចដែលគាត់នឹងស្វែងរកសម្ភារៈដែលគាត់កំពុងស្វែងរកគ្មាននរណាម្នាក់អាចចូលរួមបានឡើយមានតែអ្នកដាំដុះដែលតាក់ទងជាមួយនឹងតាវអារៈឬអ្នកដែលត្រូវបានគេណែនាំប៉ុណ្ណោះដែលអាចចូលរួមបានជាមួយនឹងការយល់ឃើញនោះអាលីបានបង្វែរការចាប់អារម្មណ៍របស់គាត់ត្រឡប់ទៅកាន់ការដេញថ្លៃដ៏ធំនោះវិញជាច្រើនថ្ងៃបានកន្លងផុតទៅហើយថ្ងៃចុងក្រោយនៃការដេញថ្លៃដ៏ធំបានមកដល់វត្ថុមួយចំនួនទៀតគាត់ត្រូវបានបង្ហាញធ្វើឲ្យគាត់រំភើបចិត្តយ៉ាងខ្លាំងហើយគាត់បានយកឈ្នះហើយវត្ថុនោះជាង100,000ថ្មវិញ្ញាណញ៉យបានខ្លះទៀតដែរអញ្ចឹងមិនយូរប៉ុន្មានការដេញថ្លៃបានបិទបញ្ចប់ហាន់លីបានចាក់ចែងជាមួយនឹងការដាំដុះដែលនៅសេសសល់ប៉ុន្តែគាត់មិនបានចាក់ចែងពីទីផ្សារទេផ្ទុយទៅវិញគាត់បានធ្វើដំណើរទៅកាន់ព្រះពន្លាហើយអាចកំបាំងដោយមិនស្គាល់គាត់រឿងនេះចៃដន្យបានអនុញ្ញាតឲ្យគាត់រួចផុតពីគ្រោះមហន្តរាយនៅពេលនេះពួកព្រឹទ្ធាចារ្យនៃកាយជីងដែលរងចាំនៅច្រកចូលផ្សារជាច្រើនថ្ងៃមុនបានលេចមុខជាថ្មីភ្លាមលើកនេះជាមួយនឹងហើយបរិសុទ្ធនៃវាលទំនៀមមេឃមានទីបញ្ចំដែលនៅជាប់គ្នាបច្ចុប្បន្នបរិសុទ្ធកំពុងតែត្រេកត្រអាលជាមួយនឹងកញ្ចក់តូចមួយដែលមានពន្លឺភ្លើងពណ៌ប្រាក់ខណៈដែលនាងសម្លឹងមើលអ្នកដាំដុះដែលចាក់ចេញពីច្រកចូលផ្សារម្ដងម្កាលនាងក្រឡេកមើលកញ្ចក់ហើយងក់ក្បាលពេលដែលភ្នែកនាងវង្វេងនៅគេកំពុងស្កែនអ្នកចេញយូរទៅពន្លឺពណ៌ប្រាក់ភ្លឺចេញពីកញ្ចក់តូចកាន់តែភ្លឺឡើងប៉ុន្តែបរិសុទ្ធបានតែស្ងៀមគឺធានហាវនៅអ្នកដតីទៀនកាន់តែស្រពេចស្រពិលបន្តិចម្ដងពេលដែលឃើញបែបនេះហើយការបញ្ចេញមតិរបស់ពួកគេនៅទីបំផុតคล้ายទៅជាមើលមិនឃើញមិនយូរប៉ុន្មាននាងបានដកដង្ហើមធំហើយនិយាយដោយស្ទាក់ទើថាទោះបីជាខ្ញុំបានរកឃើញអ្នកដាំដុះជាច្រើនដែលបានបិទបាំងនៅរូបរាងកាយរបស់ពួកគេដោយបច្ចេកទេសបំផុនផ្សេងក៏ដោយខ្ញុំមិនបានឃើញគាត់ទេវាអាចថាគាត់មិនបានចូលរួមក្នុងការដេញថ្លៃដ៏ធំមែនទេគឺធានហាបាននិយាយថាមិនអាចទៅរួចទេអ្នកដាំដុះឋានៈខ្ពស់ទាំងអស់ដែលបានមកដល់រាជធានីអាណាចក្រនេះនាពេលថ្មីនេះគួរតែចូលរួមក្នុងការដេញថ្លៃដ៏ធំមួយនេះខ្ញុំផ្ទាល់បានឃើញគាត់សម្លឹងមើលទៅសាលដេញថ្លៃនៅពេលដែលឃើញគាត់ដំបងនៅក្នុងទីក្រុងចេតនារបស់គាត់គឺជាស្ដែងបរិសុទ្ធនោះងក់ក្បាលដោយមិនដឹងខ្លួនប៉ុន្តែទឹកមុខដ៏ធ្ងន់ធ្ងររបស់នាងមិនទាន់បាត់នៅឡើយទេព្រឹទ្ធាចារ្យនិកាយយើងដែលមានភ្នែកមុតស្រួយបានសួរថាអាចថាកញ្ចង់ហើយសំលេងសម្អាតសំលេងយ៉ាមែនទេវិញមិនអស់ចាដូចជាពាក្យចចាមអារាមទេឬដោយសារតែមេត្តាលិនមិនអាចបង្ហាញភាពខ្លាំងរបស់វាពេញលេញដោយសាររយៈពេលខ្លីដែលនាងបានកែលម្អវា
វាមិនអាចទៅរួចទេបរិស័ទបានក្រវីក្បាលហើយបញ្យល់ថាកញ្ចក់នេះគឺជាកំណត់ទ្រាំដ៏ជ្រាលជ្រៅមួយក្នុងចំណោមរតនសម្បត្តិទាំង7របស់និកាយដ៏អស្ចារ្យទាំង7ដែលកេរ្តិ៍ឈ្មោះរបស់វាបានសាយភាយពាសពេញពិភពអ្នកដាំដុះចំពោះបញ្ហានៃការចម្រាញ់វាគឺជាកំណត់បុរាណដ៏ចម្លែកដែលគ្រាន់តែត្រូវការការកែលម្អខ្លះៗដើម្បីប្រើប្រាស់ឲ្យបានពេញលេញប៉ុន្មានថ្ងៃទៀតនៃរូបរាងពិនដែលខ្ញុំគួរតែបានឃើញរួចហើយគួរតែមានបច្ចេកទេសបំភាន់ដែលមិនអាចបំបែកបានតិចតួចប៉ុណ្ណោះដែលអាចគេចផុតពីវាបានការក្រឡេកមើលរបស់គឺធានហាវបានភ្លឺផ្លឹបផ្លែតឲ្យគាត់បានចិញ្ចឹមគិតថាដូច្នេះវាគឺអញ្ចឹងដោយសារតែយើងមិនអាចស្វែងរកគាត់ជាមួយនឹងកញ្ចក់នេះបានគាត់ក៏បានដោះដូរហើយមួយចំនួនដើម្បីបន្តនៅក្នុងទីផ្សារឬគាត់ចាក់ចែងតាមរយៈវិធីសាស្ត្រផ្សេងគេថាប្រហែលជាហាន់ឌីនឹងនៅក្នុងនឹងមិនទាន់ចេញទៅដឹងកំពុងតែដោះដូរតំណែងឲ្យដឹងឬក៏គាត់ចាក់ចែងឲ្យក៏ដឹងដោយសារតែភាពល្បីល្បាញនៃកញ្ចក់មួយនេះគួរតែមានបច្ចេកទេសបំភាន់ដែលមិនអាចបំបែកបានតិចតួចប៉ុណ្ណោះដែលអាចគេចផុតចេញពីវាមិនអាចទៅរួចទេដែលគាត់មានការដែលគាត់បានដាំដុះមួយក្នុងចំណោមពួកគេគិតថាហាន់ឌីនឹងបើរៀនដាំដុះនៅបច្ចេកទេសបំភាន់មួយដែលអាចគេចចេញពីកញ្ចក់នឹងបានណាសម្រាប់លទ្ធភាពផ្សេងទៀតទីផ្សារត្រូវបានហុំព័ន្ធដោយការបង្កើតដ៏ភ្លឺស្វាងវាមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការបំបែកនៅការបង្កើតនៅក្នុងទីផ្សារដ៏ស្ងប់ស្ងាត់មួយនេះបរិសុទ្ធសំណាក់ដែលមានភ្នែកមុតស្រួយបានសួរដោយស្ទាក់ស្ទើរថាតើមេតាលីនមានកម្រងធ្វើអ្វីបរិសុទ្ធបានស្ទាក់ស្ទើរហើយនិយាយថាយើងនឹងរក្សាការប្រុងប្រយ័ត្នប្រសិនបើគាត់នៅតែនៅក្នុងទីផ្សារគាត់នឹងត្រូវចាក់ចែងពីទីនេះយើងគួរតែបញ្ជូនសារឆ្លាតវៃពី3នាក់ឲ្យដើរជំរុញខាងក្នុងហើយមើលថាតើពួកគេអាចរកឃើញបានរបស់គាត់ដែរឬទេកើធានហាវសិញ្ជឹងគិតមួយសន្ទុះហើយឃើញថាគ្មានអ្វីខុសជាមួយនឹងការផ្ដល់យោបល់របស់នាងនោះទេសម្ដីរបស់មេតាលីនគឺសមហេតុផលចាំរហូតដល់យប់គាត់គួរតែបង្ហាញខ្លួននៅពេលនោះប្រសិនបើគាត់នៅទីនោះបន្ទាប់មកគាត់បានលើកដៃបញ្ចេញសម្លេងជាច្រើនដងមិនយូរប៉ុន្មានក្រុមសិស្សនិកាយយិងថ្នាក់ទាបមួយក្រុមបានមកដល់ហើយបាត់ខ្លួនចូលទៅក្នុងទីផ្សារបន្ទាប់ពីពួកគេត្រូវបានបញ្ជាខណៈពេលដែលអ្នកដាំដុះទាំងនេះមានការងឿងឆ្ងល់ពីការរកមិនឃើញដែនរបស់ហាន់លីនោះអ្នកដែលកំពុងតែសួរសំណួរកំពុងជួបជាមួយនឹងព្រឹត្តិការណ៍វាងនៅឯព្រះពន្លាអាចកំបាំងជាមួយនឹងរូបរាងកាយពិតរបស់គាត់ព្រឹត្តិការណ៍វាងបានដឹងពីការណាត់ជួបរបស់ហាន់លីជាមួយនឹងតែចាស់ពូប៉ុន្តែគាត់បានគិតតិចតួចទៅវិញគាត់បានចូលរួមដោយផ្ទាល់ជាមួយនឹងហាន់លីនៅក្នុងបន្ទប់ទទួលភ្ញៀវកិត្តិយសដោយភាពរីករាយយ៉ាងខ្លាំងហាន់លីនិងព្រឹត្តិការណ៍វាងបានជជែកគ្នាមួយរយៈដោយផ្ទាល់បដូរនៅបទពិសោធន៍ដាំដុះរបស់ពួកគេនៅពេលដែលពួកគេទទួលបានអ្វីមួយពីការសន្ទនាវាកាន់តែមានភាពសន្តោសនៅពេលដែលតែចាស់ពូទីបំផុតបានមកដល់ព្រះពន្លាអាចកំបាំងពេលឃើញពួកគាត់ចូលរួមដោយគ្មានការគួរសមបន្តិចសោះការផ្លាស់ប្ដូររបស់ពួកគេមានរយៈពេលរហូតដល់ថ្ងៃលិចបន្ទាប់មកពួកគេមើលមុខគ្នាដោយស្នាមញញឹមខណៈដែលពួកគេទាំងអស់គ្នាទទួលបានច្រើនពីការសន្ទនាទាំងនោះបរិសចំណាស់ហ្វូនិងហាន់លីបានលាគ្នាជាមួយនឹងព្រឹត្តិការណ៍វាងហើយបានចាក់ចែងភ្លាមៗបន្ទាប់ពីចាក់ចែងមុខរបស់ហាន់លីប្រែជាមិនច្បាស់ហើយប្រែคล้ายទៅជាមុខមិនច្បាស់លាស់របស់អ្នកដាំដុះផ្សេងទៀតដំបងបរិសចំណាស់ហ្វូមានការភ្ញាក់ផ្អើលខ្លះៗប៉ុន្តែគាត់ហាក់ដូចជាមិនខ្វល់ទេផ្ទុយទៅវិញវាជាវេនរបស់ហាន់លីដែលត្រូវភ្ញាក់ផ្អើលជំនួសឲ្យការចេញពីច្រកចូលផ្សារបរិសចំណាស់ហ្វូបាននាំហាន់លីទៅកាន់អគារក្បែរនោះដោយដាក់ឈ្មោះថាហើយចិញ្ចៀនវិញ្ញាណពេលដែលហាន់លីឃើញថាពួកគេនឹងចូលគាត់មិនអាចសួរថាបងប្រុសហ្វូតើនេះជាអ្វីនេះគឺជាចិញ្ចៀនវិញ្ញាណគឺជាអាជីវកម្មឯកជនមិនន័យថាដូចជាបន្ទប់នៃការសិក្សាគេអញ្ចឹងម្ចាស់គឺជាមិត្តល្អជាមួយនឹងខ្ញុំអស់រយៈពេលជាច្រើនឆ្នាំហើយថ្មីនេះបានដាក់ការបង្កើត Teleport នៅខាងក្នុងអំបិលដល់អ្នកចាំវានឹងនាំយើងទៅកន្លែងដែលការដេញថ្លៃក្រំដីខ្ញុំបានប្រាប់ពួកគេរួចហើយថាយើងនឹងមកប្រសិនបើខ្ញុំចាំបានត្រឹមត្រូវតើគួរមានការដាក់ការបង្កើតការពារ
នៅក្នុងការបង្កើតទេលេផនទៅកាន់ទីផ្សារដែរទេនៅពេលដែលហាន់ឌីបានឮបែបនេះគាត់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងបរិះចំណាព្រូសៃចំអកហើយបញ្យល់ដោយសម្ដែងថាកុំបារម្ភមេតាវមិត្តចាស់របស់ខ្ញុំមានកេរ្តិ៍ឈ្មោះណាស់គាត់បានដាក់ពាក្យសុំការអនុញ្ញាតជាមុនសម្រាប់ការលើកលែងបណ្ដោះអាសន្នការបង្កើតទេលេផតនេះនឹងមានរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះហើយមានមនុស្សតិចណាដែលដឹងពីវាអញ្ចឹងហើយបានជាហើយម្ចាស់របស់ចិញ្ចៀនវិញ្ញាណកន្លែងបន្ទប់គេចឹងនេះអស់នេះគេហៅថាចិញ្ចៀនវិញ្ញាណពេលគេហៅស្អីគេទេប៉ុន្តែអេដមីនអានវាមិនត្រូវអេដមីនជាហៅទៅណាដែលទេបរិះចំណាដែលមានស្បែកសស្អាតអាកប្បកិរិយានិងអាកប្បកិរិយារបស់គាត់គឺមិនធម្មតាហើយផ្ដល់នៅចំណាប់អារម្មណ៍ដ៏ស្រស់ស្រាយចំពោះអ្នកដែលនិយាយជាមួយនឹងគាត់ហើយចំពោះភាពភ្ញាក់ផ្អើលកាន់តែខ្លាំងរបស់ហាន់លីបុគ្គលនោះគឺពិតជាមេចវាយនេះនៃការបង្កើតអាការរត់ដល់ល្បីល្បាញវាជារឿងដែលគួរឲ្យអាណិតណាស់ដែលគាត់មិនមានពេលបន្តនិយាយនោះទេខណៈដែលគាត់ប្រញាប់ប្រញាល់ចូលរួមក្នុងការដេញថ្លៃនៅក្រោមដីពួកគេបានចូលទៅក្នុងបន្ទប់លាក់កំបាំងមួយហើយបានយកនៅទង់ទេលេផតតូចមួយសន្ទុះក្រោយមកអ្នកទាំងពីរបានមកដល់អាងលាក់កំបាំងមិនគួរឲ្យកត់សម្គាល់ពេលដែលអ្នកទាំងពីរបានចាក់ចែងហើយលហានឌីបានរកឃើញថាពួកគេនៅជិតភ្នំមួយចំនួននៅភាគខាងត្បូងនៃរាជធានីអាណាចក្រចិនជាងដែលធំអាចត្រូវបានគេមើលឃើញតិចតេងពីចម្ងាយបន្តិចបន្ទាប់ពីហាន់ឌីចូលនៅក្នុងការបង្កើតទេលេផតគឺទៀនហាវបានក្រឡេកមើលទៅលើមេឃហើយសញ្ជឹងគិតយ៉ាងខ្លីមុនពេលដែលគាត់និយាយថាមេតាលិនពីព្រោះការដេញថ្លៃនៅក្រោមដីជិតចាប់ដើមហើយមានរបស់ជាច្រើនដែលនឹងបង្ហាញថាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការដាំដុះរបស់ខ្ញុំឥឡូវនេះវាងងឹតហើយពួកសិស្សក៏មិនបានរកឃើញបានរបស់គាត់នៅក្នុងទីផ្សារដែរហើយមានល្បិចកលវាអាចទៅរួចដែលគាត់មិនបានមកវាជាការប្រសើរជាងសម្រាប់មេតាវដើម្បីចូលរួមក្នុងការដេញថ្លៃនេះចាប់តាំងពីអ្នកបានខកខានការដេញថ្លៃ2ថ្ងៃខណៈពេលដែលវាអាចទៅរួចបុគ្គលនោះនឹងនៅទីនោះអ្នកនឹងប្រកាសថានឹងទទួលបានអ្វីមួយបរិស័ទខាងបបូរមករបស់នាងហើយក្រឡេកមើលទៅទិសដៅនៃទីផ្សារនោះបន្ទាប់មកដោយទៅមុខសេទើនាងបាននិយាយបន្ថែមថាវាហាក់ដូចជាវានឹងល្អក្នុងការចាត់វិធានការជិះជាងនៅទំនេរមិនអីទេខ្ញុំនឹងទៅជាមួយអ្នកប្រហែលជាខ្ញុំនឹងមានអ្វីមួយដែលត្រូវទទួលស្គាល់រើយមានថាជាពាក់នឹងក៏ទៅអាកន្លែងដេញថ្លៃនឹងដែរអញ្ចឹងបែលដល់ហ្នឹងភ្លាមនោះគឺធានហាវនិងអ្នកផ្សេងទៀតបានជជែកគ្នាខ្លីៗមុននឹងចាក់ចេញពីព្រឹត្តិការណ៍កម្រិតទី4ពីអ្នកទៀតដែលយាមច្រកចូលផ្សារបន្ទាប់មកពួកព្រឹត្តិការណ៍ដែលនៅសេសសល់និងពួកសិស្សនិងពួកបរិស័ទបានចូលរួមនៅក្នុងការដេញថ្លៃចំណែកបរិះចំណាភ្នែកស្រួយនិងម្នាក់ទៀតមានកម្រងរៀងខ្លួនហើយក៏ឈប់សម្រាកនៅពេលនោះពួកព្រឹត្តិការណ៍នៃខែយិងដែលបានប្រមូលផ្តុំគ្នាបានបែកបាក់គ្នាភ្លាមមុនពេលដែលពួកគេអាចជួបហាន់ឌីន័យថានិយាយទៅដល់ពេលចុងក្រោយទៅគឺវាទៅចូលអាដេញណែចូលដេញណែកន្លែងនោះអត់ដែរទៀតណាខំស្មានតែរួចខ្លួនហើយបើសិនជាអាចមានកន្លែងនោះមានផ្លូវផ្សេងចេញទៀតគឺទៅល្អណាស់មិនយូរប៉ុន្មានបន្ទាប់ពីសមាជិកនៃខែយិងបានចាក់ចែងអ្នកដើមតពីអ្នកបានលេចឡើងពីអាគារក្បែរនោះដោយព្រិលអ្នកទាំងពីរអ្នកឃើញថាគ្មានអ្នកណានៃស្រកចូលទេពួកគេបាននិយាយគ្នាយ៉ាងម៉ឺងម៉ាត់តាមរយៈការបញ្ជូនសម្លេងមុននឹងដេញតាមសមាជិកនៃខែយិងចេញពីទីផ្សារពេលមកដល់ផ្លូវចូលផ្សារអ្នកទាំងពីរបានចេញដំណើរទៅទិសដៅរៀងខ្លួនពួកគេម្នាក់បានក្រវីទង់តូចមួយហើយរាងកាយរបស់ពួកគេបានបាត់ខ្លួនចូលទៅក្នុងពពកនៃផ្សែងពណ៌ស្វាយដែលកំពុងដេញតាមក្រុមរបស់គឺធានហាវអ្នកដាំដុះម្នាក់ទៀតដើរកាត់មេឃក្នុងទិសដៅនៅក្នុងអាណាចក្រនៅក្នុងទីក្រុងនេះនៅក្បែរភ្នំដែលគ្មានឈ្មោះមួយនៅជិតនឹងរាជធានីបរិះចំណាស់ហ្វូបានក្រឡេកមើលទៅហាន់លីដោយសម្លឹងមើលដោយចង់ដឹងចង់ឃើញហើយនិយាយថាអ្នកមិនមានអ្វីដែលអ្នកចង់សួរទេបន្ទាប់ពីការបញ្ជូនតាមទេលេផតហាន់លីបានក្រឡេកមើលយ៉ាងយកចិត្តទុកដាក់ជុំវិញការដឹកជញ្ជូនមួយនេះហើយមិនបានរកឃើញអ្វីដែលខុសឆ្គងឡើយរហូតដល់មានការធូរស្បើយជាខ្លាំង
គាត់បាននិយាយតបដោយស្ងប់ស្ងាត់ថាមានបញ្ហាអ្វីខ្ញុំឆ្ងល់ខ្លះដែលថាហេតុអ្វីបានជាបងប្រុសហ្វូប្រើមធ្យោបាយដឹកជញ្ជូនដោយបំលាស់ទី Teleport ដើម្បីចាក់ចែងពីទីផ្សារប៉ុន្តែខ្ញុំប្រកាសថាអ្នកមានហេតុផលរបស់អ្នកសកម្មភាពប្រុងប្រយ័ត្នរបស់ហានលីមិនបានកត់សម្គាល់ដោយតែចាស់ហ្វូនោះទេប៉ុន្តែគាត់មិនខឹងសម្បីតែបន្តិចទៅវិញគាត់ពេញចិត្តនឹងការបង្ហាញភាពប្រុងប្រយ័ត្នរបស់គាត់តែចាស់ហ្វូបានបង្រួមភ្នែករបស់គាត់ហើយបន្តមកគាត់បង្ហាញស្នាមញញឹមអាតកំបាំងតាមពិនហេតុផលរបស់ខ្ញុំមិនច្រើនទេខ្ញុំគ្រាន់តែទទួលព័ត៌មានថាមានអ្នកដាំដុះនៃកាយវិញរងចាំនៅច្រកចូលផ្សារខ្ញុំប្រហែលជាគិតថាមេតាវហានមិនចង់ឃើញពួកគេនោះទេដូច្នេះហើយខ្ញុំបានសម្រេចចាត់ប្រើនៅការ Teleport ដើម្បីជៀសវាងពីពួកគេខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានអារម្មណ៍ថាពិបាកពេកនោះទេមេតាហ្វូតែអ្នកចង់មានន័យអ្វីបេះដូងរបស់ហានីញូប៉ុន្តែគាត់អាចរក្សាអាកប្បកិរិយាស្ងប់ស្ងាត់បានបរិះចំណាស់ហ្វូសើចចំអកហើយបង្ហាញស្នាមញញឹមដល់អាត់កំបាំងរបស់គាត់ហើយនិយាយយឺតថាមិនចាំបាច់បារម្ភទេប្រសិនបើខ្ញុំពិតជាចង់មានន័យថាខ្ញុំធ្វើបែបនេះខ្ញុំនឹងរៀបចំថ្ងៃការវាឆ្មប់នៅទីនេះនៅពេលដែលបងប្រុសហានឈរនៅក្នុងនៅចំពោះមុងសាលដេញថ្លៃតើអ្នកមិនប៉ះទង្គិចជាមួយនឹងគឺធានហាវនិងសមាជិកក្រុមរបស់គាត់ទេបន្ទាប់ពីសពខាងមួយសន្ទុះហានលីបានឆ្លើយថាខ្ញុំមិននឹកស្មានថាបងប្រុសហ្វូដឹងរឿងនេះនោះទេប៉ុន្តែហេតុអ្វីបានជាអ្នកជួយខ្ញុំមិនជឿថាអ្នកនឹងប្រថុយបំពេញលើនិកាយជាងក្នុងការណាត់ជួបរបស់យើងនោះទេបរិះចំណាស់ស៊ូបាននិយាយដោយសង្ឃឹមថាប្រថុយនឹងនិកាយយិនឬវាហាក់បីដូចជាបងប្រុសហានមិនដឹងពីសាវតារបស់ខ្ញុំទេខ្ញុំជាព្រឹត្តិការណ៍នៃនិកាយយិននិកាយយិនហើយនិកាយយិនអីគេទៀតអានឹងកាយយិនអីគេតាណានេះយើងមានការទស្សន៍ជាមួយនឹងនិកាយយិនដែលចាប់ដើមរួចទៅហើយអូមិនន័យថាស្អីគេនេះវាមាននិកាយយិនដូចគ្នាប៉ុន្តែវាមានឈ្មោះកដាលរបស់គេណាចឹងទៅមិនបែលដល់ admin ជួបអាវិញយិនពីរមិនបែលដល់ន័យថាវាមានអសរកដាលគេមិនដឹងពីនិកាយយិនស្អីទេអញ្ចឹងមាននិកាយយិនហ្នឹងគឺមានការទស្សន៍គ្នាអញ្ចឹងណាខ្ញុំនឹងរារាំងពួកគេដោយរីករាយប្រសិនបើឱកាសកើតឡើងទោះជាយ៉ាងណាក៏ដោយមូលហេតុចម្បងដែលខ្ញុំបានជួយនៅពេលដែលហានលីលឺគាត់ថាគាត់គឺជាព្រឹទ្ធាចារ្យម្នាក់នៅក្នុងចំណោមនិកាយតាវអរិយដ៏អស្ចារ្យទាំងដប់គាត់មានការតក់ស្លុតនិងមានការប្រុងប្រយ័ត្នខ្ពស់និកាយសន្តិភាពទាំង9ឬវាហាក់ដូចជាខ្ញុំមិនគោរពអ្នកពេកហើយខ្ញុំបានឮជាយូរណាស់មកហើយអំពីគេឈ្មោះដ៏អស្ចារ្យនៃលំដាំដ៏គួរឲ្យគោរពរបស់អ្នកប៉ុន្តែហេតុអ្វីបានជានិកាយមួយមានអំណាចដូចដែលអ្នកត្រូវការជំនួយពីខ្ញុំអ្នកគាត់ចង់និយាយថាហេតុអ្វីបានជានិកាយនេះជានិកាយដ៏អស្ចារ្យហើយហេតុអ្វីបានត្រូវការជំនួយពីវ៉ាងលិនបើធ្វើបែបនេះគឺមានថាត្រូវការអីពីអីវ៉ាងលិនណាណូហានលីអូយចេះតែមានហ្មងណាចឹងអាតហ្នឹងគេចង់និយាយពីនិកាយស្អីសន្តិភាពទាំង9ណាហើយតាចាស់ហ្នឹងគឺជាម្នាក់នៅក្នុងចំណោមនិកាយតាវអរិយណាចឹងអ្នកអស់ហើយចឹងនិកាយយិនអីហ្នឹងគឺសិតនៅក្រមអវាទរបស់ហើយនិកាយតាវអរិយចឹងអ្នកអស់ហើយពិបាកមែនតាចាស់ហ្វូបាននិយាយទាំងញញឹមថានេះជាបញ្ហាឯកជនដោយសារខ្ញុំមិនអាចសុំជំនួយពួកគេបានទេតាចាស់ហ្វូបាននិយាយទាំងញញឹមថាទោះជាយ៉ាងនេះក្តីមិនមានភាពប្រញាប់ប្រញាល់ទេបន្ទាប់ពីការដេញថ្លៃត្រូវបានបញ្ចប់យើងអាចពិភាក្សាគ្នាចំពោះបញ្ហានេះបន្ថែមទៀតមានអត្ថប្រយោជន៍ដែលត្រូវមានប៉ុន្តែប្រសិនបើអ្នកមិនចូលចិត្តលក្ខខណ្ឌខ្ញុំមិនបង្ខំអ្នកឲ្យយល់ព្រមទេគាត់ចង់និយាយថាគាត់មានអ្វីមួយដែលត្រូវការឲ្យហានឌីជួយអញ្ចឹងណាប៉ុន្តែពេលនេះយើងមិនទាន់បាក់និយាយវាទេចាំពេលដែលចប់អាការដេញថ្លៃហើយចាំយើងនិយាយគ្នាបើសិនជាហានឌីមិនយល់ព្រមក៏គាត់មិនបង្ខំដែរអញ្ចឹងណាលក្ខខណ្ឌហ្នឹងណាបន្ទាប់ពីបានពិចារណាមួយចំនួនហានឌីបានញញឹមហើយនិយាយថាក្នុងករណីនោះខ្ញុំនឹងយល់ព្រមតាមការបញ្ជាក់ដោយសារគាត់បានបំពេញលើនិកាយតាវអរិយដ៏អស្ចារ្យមួយរួចទៅហើយវាជាការល្អបំផុតដែលមិនត្រូវធ្វើបាបមួយផ្សេងទៀតមានន័យថាគាត់បំពេញនិកាយយិនមួយហ្នឹងហើយអញ្ចឹងមិនត្រូវទៅធ្វើហើយទៅប៉ះពាល់ដល់និកាយយិនមួយទៀតទេដោយស្នេះហើយទៅគាត់សម្រេចចិត្តសន្យាទៅទេហើយទុកពេលក្រោយខ្ញុំឃើញបងប្រុសហានក៏ជាមនុស្សស្មោះត្រង់ដែរតោះទៅ
ការដែងថ្លៃនោះមិននៅឆ្ងាយប៉ុន្មានទេទឹកមុខរីករាយបានលេចឡើងនៅលើមុខរបស់តាចាហ្វូហើយបន្ទាប់មកគាត់បានហោះទៅឆ្ងាយដោយប្រញាល់ពួកគេបានទៅដល់ជួរភ្នំដ៏ឆ្ងាយជាង 1000 គីឡូម៉ែត្រពីរាជធានីចិនពួកគេបានដើរជំវិញភ្នំក្នុងចំណោមភ្នំរាប់មិនអស់ហើយទម្លាក់ខ្លួនចុះពីមុខច្រាំងថ្មដែលប្រឡាក់ដោយដីនិងស្លែវាមិនបានលេចចេញក្រៅពីធម្មតាបន្តិចឡើយការយកចិត្តទុកដាក់របស់ហានឌីមិនបានផ្ដោតទៅលើច្រាំងថ្មនោះទេប៉ុន្តែជាកន្លែងជំវិញរបស់គាត់បានរកឃើញថាពួកគេស្ថិតនៅក្នុងជ្រលងភ្នំជ្រៅមួយប្រសិនបើគាត់មិនត្រូវបានគេដឹកនាំមកទីនេះគាត់នឹងមិនបានកត់សម្គាល់ឃើញថាមានអ្នកដាំដុះនៅក្នុងតំបន់នេះនោះទេវាច្បាស់ណាស់ថាតាចាហ្វូធ្លាប់នៅទីនោះពីមុនមកគាត់បានក្រវីដៃអារបស់គាត់ហើយចានទំហំប៉ុនបាត់ដៃតូចមួយបានហោះចេញវាបានបញ្ចេញពន្លឺពណ៌សហើយលេចចូលទៅក្នុងថ្មដោយគ្មានដានមិនយូរប៉ុន្មានមុខច្រាំងថ្មចតចាប់ដើមភ្លឺដោយពន្លឺពណ៌លឿងភ្លឺហើយភ្លាមនោះក៏បានបាត់ទៅវិញដើម្បីបង្ហាញនៅរូងភ្នំដ៏ធំដែលមានទទឹងជាង30ម៉ែត្រមានអ្នកដាំដុះវ័យក្មេងវ័យកណ្ដាលម្នាក់ពាក់អាវពណ៌បៃតង2នាក់ឈរនៅមាត់ទ្វាររូងភ្នំពួកគេទាំង2នាក់មានការដាំដុះកម្រិតទី3ដំណាក់កាលចុងក្រោយហើយម្នាក់ក្នុងចំណោមពួកគេកំពុងតែកាន់ចានរបស់តាចាហ្វូអ្នកដែលកាន់ចានបានលើកដៃគោរពទាំងពីររួចនិយាយដោយសំឡេងស្ងប់ស្ងាត់ថាដើមឡើយគឺជារៀមច្បងហ្វូហើយនឹងមានអ្នកដាំដុះរៀមច្បងម្នាក់ទៀតហាក់ដូចជាមិនសូវស្គាល់តើខ្ញុំអាចសុំឈ្មោះអ្នកបានទេបរិយាសម្រាប់ហ្វូសម្លឹងមើលគាត់ហើយនិយាយត្រង់ថានេះគឺជាមិត្តតាវហានដែលជាអ្នកដាំដុះមកពីបរទេសដោយសារខ្ញុំបានណែនាំគាត់រួចទៅហើយតើមានអ្វីដែលត្រូវត្រួតពិនិត្យមែនទេផ្ដល់អត្តសញ្ញាណឲ្យគាត់ឲ្យបានឆាប់ដូច្នេះយើងអាចចូលរួមនៅក្នុងការដេញថ្លៃបានហេដោយសារតែរៀមច្បងហ្វូគឺជាអ្នកដែលបានណែនាំគាត់វាមិនមានបញ្ហាអ្វីទេនេះជាស្លាកសម្គាល់កម្រិតទី4ដំណាក់កាលចុងក្រោយប្រសិនបើរៀមច្បងបំពេញច្បាប់ណាមួយនៃការដេញថ្លៃយើងនឹងយកវាមកវិញចាននេះនឹងអនុញ្ញាតឲ្យអ្នកចូលរួមក្នុងការជួបជុំចំនួន4ដងទោះបីជាអ្នកនឹងត្រូវចំណាយសម្រាប់តែលើកទី1ច្បាប់តម្រូវឲ្យអ្នកបង់ប្រាក់ចំនួន10000ថ្មវិញ្ញាណអញយម៉ែដកកហ្មងអ្នកដាំដុះពណ៌អាវពណ៌បៃតងបានផ្ដល់ឲ្យបរិសចំណាស់ហ្វូវិញនៅចានត្បូងមួយដើម្បីហើយបន្ទាប់មកយកមួយទៀតសម្រាប់ហានឌីនេះគឺជាថ្មវិញ្ញាណទោះបីជាហានឌីមានអារម្មណ៍ឈឺចិត្តបន្តិចក៏ដោយគាត់បានប្រគល់នៅថង់ដាក់អីវ៉ាន់ដែលមានថ្មវិញ្ញាណ 10000 ដុំសាមែនអាខាងលើនោះ 1000 អានេះ 10000បន្ទាប់ពីរកថ្មវិញ្ញាណនៅក្នុងថង់រួចហើយនេះដាំដុះពួកស្លៀកពាក់ពណ៌បៃតងញញឹមហើយប្រគល់នៅចានមួយដែលមានលេខ347ហើយសរសេរនៅលើនោះនេះគឺជាចានត្បូងសំថែរក្សាវាអានេះគឺដូចលេខសម្គាល់ខ្លួនછેណាប្រហែល347នេះហានលីក៏លេខមើលវាហើយលើកចិញ្ចើមរបស់គាត់347ឬតើមានមនុស្សចូលរួមច្រើនមែនទេអ្នកដាំដុះស្លៀកសម្លៀកបំពាក់ពណ៌បៃតងម្នាក់ទៀតបានបញ្យល់ថាពិតណាស់មិនមែនទេផ្នែកមួយនៃមនុស្សវ័យចំណាស់ទាំងនេះនឹងមិនចូលរួមក្នុងការដេញថ្លៃដោយហេតុផលផ្សេងទេតាមបទពិសោធន៍របស់ខ្ញុំវានឹងមានប្រហែលជា200នាក់ប៉ុណ្ណោះវានៅមានតិចតួចណាស់ហានឌីងក់ក្បាលដោយយល់ស្របមិនអីទេវាដល់ពេលហើយដែលពួកយើងចូលរួមការដេញថ្លៃប្រសិនបើខ្ញុំមានឱកាសខ្ញុំនឹងផ្ដល់នៅការគោរពដល់លោកម្ចាស់របស់អ្នកមេរបស់អ្នកទេបរិយាចំណាស់ហ្វូបន្ទាប់មកបាននាំហានឌីចូលទៅក្នុងរូងភ្នំនៅពេលដែលហានឌីដើរតាមពីក្រោយគាត់បាននិយាយបន្ថែមថាការដាំដុះរបស់ពួកគេមិនខ្សោយទេតាមសម្ដីរបស់អ្នកវាស្ដាប់ទៅដូចជាពួកគេមានម្ចាស់ដូចគ្នាបរិយាចំណាស់ហ្វូសាយហើយសួរថាតើអ្នកស្គាល់អ្នកដាំដុះដ៏អស្ចារ្យទាំង4របស់អាណាចក្រចិនដ៏អស្ចារ្យទេហើយបាទពិតណាស់តើម្ចាស់របស់ពួកគេម្នាក់ក្នុងចំណោមពួកគេមែនទេហានឌីសួរដោយទឹកមុខចង់ដឹងត្រូវហើយចៅហ្វាយរបស់ពួកគេគឺជាមិត្តតាវយីស៊ីធានដែល
មានសមត្ថភាពអាចកំបាំងបំផុតក្នុងចំណោមមនុស្សទាំង4គាត់បានចូលដល់ដំណាក់កាលចុងក្រោយនៃកម្រិតទី4អស់រយៈពេលជាច្រើនឆ្នាំហើយឥឡូវនេះទោះបីជាការដាំដុះរបស់គាត់គឺស្ទើរតែមិនអាចគណនាបានកាលពីមុនខ្ញុំមានឱកាសធ្វើជាសាក្សីផ្ទាល់ពីគាត់ដោយប្រើសមត្ថភាពដ៏អស្ចារ្យរបស់គាត់ដើម្បីសម្ដាំបិសាចថ្នាក់ទី8ដែលគាត់និយាយថាជាបិសាចដ៏អស្ចារ្យមានឱកាសដ៏អស្ចារ្យបំផុតក្នុងការឡើងទៅកាន់កម្រិតផ្លាស់ប្ដូរអាទិទេពចាប់តាំងពីអ្នករៀបចំការដែងថ្លៃបានជ្រើសរើសសិស្សរបស់គាត់ទាំងពីរនាក់ឲ្យដើរតួជាអ្នកយាមខ្ញុំគិតថាពួកគេមានបំណងទាញយកការគ្រប់គ្រងពីគេឈ្មោះរបស់ចៅហ្វាយរបស់ពួកគេបន្ទាប់ពីតែចាំហ្វូបានផ្ដល់ការបញ្យល់ដល់ហាន់ឌីគាត់បានដកដង្ហើមធំដោយការកោតសរសើរតែខ្ញុំអាចសួរថាតើនរណាគឺជាមិត្តតាវផ្សេងទៀតដែលមានលទ្ធភាពចូលទៅក្នុងកម្រិតផ្លាស់ប្ដូរអាទិទេពដោយស្នាមញញឹមក្រៀមក្រំបរិះចំណាស់ហ្វូបានឆ្លើយថាអ្នកផ្សេងទៀតគឺជាព្រះសង្ឃនៃសាសនាព្រះពុទ្ធសាសនាសម្អីសម្អាតភ្លើងគេនោះក្នុងរយៈពេល400ឆ្នាំគាត់បានចូលដល់ដំណាក់កាលចុងក្រោយនៃកម្រិតទី4គាត់គឺជាមនុស្សអួតអាងដែលដេកឡើងក្នុងពិភពអ្នកដាំដុះម្ដងរៀងរាល់10000ឆ្នាំម្ដងមិនន័យថាគេចង់និយាយថាជាមនុស្សដែលមានទេពកោសល្យទេអ្នកនេះមិនអួតអាងអីនេះទេខណៈពេលដែលខ្ញុំចាត់ទុកខ្លួនឯងជាមនុស្សម្នាក់ក្នុងចំណោមទេពកោសល្យដ៏ឆ្នើមនោះប៉ុន្តែយើងមិនមានអ្វីប្លែកនោះទេប៉ុន្តែការដាំដុះរបស់បងប្រុសហ្វូគឺស៊ីជម្រៅណាស់ហើយខ្ញុំធ្វើឲ្យអ្នកខ្ញុំពិតជាសារកត់សរសើរអ្នកខ្លាំងណាស់ដំណាក់កាលចុងក្រោយនៃកម្រិតទី4ហាក់ដូចជាការទម្លាយតែមួយគត់សម្រាប់អ្នកហើយមិនសមហេតុផលទេខ្ញុំជប់នៅក្នុងដំណាក់កាលនៃការដាំដុះរបស់ខ្ញុំអស់រយៈពេល300ឆ្នាំមកហើយបានបោះបង់ក្តីសង្ឃឹមក្នុងការឈានទៅដល់ដំណាក់កាលចុងក្រោយនៃកម្រិតទី4ប៉ុន្តែវាហាក់ដូចជាអ្នកបានឈានដល់ដំណាក់កាលកណ្ដាលនៃកម្រិតទី4មិនយូរប៉ុន្មាននោះទេប្រហែលជាអ្នកនឹងឈានដល់ការទម្លាយនៅពេលអនាគតដ៏ខ្លីខាងមុខបងប្រុសហ្វូគួរឲ្យអស់សម្ដេចណាតើរឿងបែបនេះកើតឡើងដោយរបៀបណាហាន់លីបានសែកស្ងួតជាការពិតណាគាត់មិនរៀបនឹងប្រើពាក្យឲ្យគាត់ធ្ងន់ធ្ងរនោះទេដោយមានតែចាស់ហ្វូនៅមុខហាន់លីនៅទីបំផុតបានឃើញពន្លឺពណ៌សភ្លឺនៅពីមុខគាត់ហើយសាលធំមួយដែលពោពេញទៅដោយសកម្មភាពពីការបើកចំហគាត់អាចជួយអ្វីបានគាត់មិនអាចជួយអ្វីបានក្រៅពីរំភើបចិត្តនៅក្នុងតំបន់ដែលមានចម្ងាយជាង50គីឡូម៉ែត្រគឺធានហាវបានបង្ហាញនៅការបញ្ចេញមតិដ៏កាចសាហាវហើយឈីពណ៌ខ្មៅកំពុងតែកើនឡើងពីរាងកាយរបស់គាត់កំពុងតែកាន់ក្បាលអ្នកដាំដុះដែលមិនធ្លាប់ស្គាល់ដោយក្តាប់យ៉ាងតឹងរឹងដោយបានទាញយកការចងចាំពីប្រលឹងរបស់ជនរងគ្រោះដោយបង្ខំដោយប្រើបច្ចេកទេសស្វែងរកប្រលឹងសម្ងាត់រូបរាងរបស់ជនរងគ្រោះប្រែជាស្រវាំងភ្នែករបស់គាត់ព្រិលហើយខ្លួនប្រាណរបស់គាត់ញួរដោយបង្ហាញនូវការឈឺចាប់យ៉ាងខ្លាំងបរិសុទ្ធនិងអ្នកដាំដុះស្លៀកពាក់ពណ៌ខ្មៅវ័យកណ្ដាលកំពុងតែមើលនៅក្បែរនោះមួយសន្ទុះក្រោយមកជនរងគ្រោះដែលកំពុងស្វែងរកប្រលឹងស្រាប់តែញួរខ្លួនដួលទៅនឹងដៃដោយមានឈាមខ្មៅហូរចេញពីច្រមុះគឺទៀនហាវងឿងឆ្ងល់ហើយគាត់បានដុតសាកសមក្នុងភ្លើងពណ៌ខ្មៅប្រែទៅជាផេះភ្លាមបន្ទាប់មកគាត់បានបិទភ្នែករបស់គាត់ហើយចាប់ដើមរកមើលការចងចាំដែលគាត់បានដកស្រង់ចេញនៅពេលដែលគឺទៀនហាវបើកភ្នែករបស់គាត់ដោយយថាហេតុបរិសុទ្ធនោះបានសួរថាតើអត្តសញ្ញាណរបស់គាត់គឺជាអ្វីហេតុអ្វីបានជាគាត់លួចតាមដានយើងអូមានអ្នកតាមដានអូសង្ស័យមនុស្ស2នាក់នឹងដែលតាមដានគឺទៀនហាវសង្ស័យតែ2នាក់នឹងឯងមើលទៅដែលមួយឲ្យទៅឲ្យស្អីតាមគឺទៀនហាវមួយទៀតគេទៅលើអាកាសឲ្យគេនោះកាន់ទងទួយនោះសង្ស័យនឹងឯងគឺទៀនហាវដឹងហ្នឹងគឺទៀនហាវបាននិយាយថាគាត់គឺជាអ្នកដាំដុះមកពីត្រកូលយេឬត្រកូលអធិរាជឬអូបារសុនបាននិយាយដោយការភ្ញាក់ផ្អើលតើមេតាវលិនស្គាល់អ្នកដែលបានបញ្ជូនពួកគេទេជីធានហាវបានសួរដោយទឹកមុខចម្លែកថាគាត់គឺជាព្រឹទ្ធាចារ្យត្រកូលយេហៅហានបរិះនោះមានរូបរាងដូចគ្នានឹងមនុស្សដែលយើងកំពុងតែតាមចាប់វាបែបនឹងមែនទេពួកបារសុនបានសួរដោយការភ្ញាក់ផ្អើលថាតើពីអ្នកនោះជាមនុស្សដូចគ្នាឬតើបុគ្គលនោះមានទំនាក់ទំនងជាមួយនឹងត្រកូលយេឬគឺធានហាវបាននិយាយដោយ
ទឹកមុងយ៉ាងមើងម៉ាត់ថាខ្ញុំមិនប្រកាសទេមនុស្សដែលខ្ញុំស្វែងរកប្រដឹងគឺគ្រាន់តែជាអ្នកដាំដុះដ៏ឯកាដែលជ្រើសរើសដោយត្រកូលជេប៉ុណ្ណោះទោះបីជាពួកគេមិនមែនជាមនុស្សដូចគ្នាក៏ដោយពួកគេប្រកាសជាមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាបើមិនដូច្នេះទេពួកគេនឹងមិនបញ្ជូននរណាម្នាក់មកតាមដានជើងនោះទេប្រសិនបើបុគ្គលនោះពិតជាព្រឹត្តិការណ៍នៃត្រកូលជេវានឹងមានបញ្ហាខ្លះបរិសុទ្ធញញឹមហើយនិយាយថាតើត្រកូលអធិរាជមានទំហំធំមែនទេគឺទានហៅបញ្យល់ដោយដកដង្ហើមធំថាត្រកូលជេមិនមែនជាត្រកូលអ្នកដាំដុះធម្មតាទេគឺទានហៅបញ្យល់ដោយដកដង្ហើមធំអត្តសញ្ញាណរបស់ពួកគេជាត្រកូលកំពូលនៅក្នុងអាណាចក្រចិនដ៏អស្ចារ្យមិនមែនមកពីឋានៈរបស់ពួកគេជាគ្រួសារអធិរាជទេវាគឺដោយសារតែពួកគេមានពួកព្រឹទ្ធាចារ្យកម្រិតទី4ដំណាក់កាលចុងក្រោយ7នាក់មកមឹងមកណាដោយមិននិយាយអំពីអ្នកដាំដុះដ៏ច្រើនដែលពួកគេត្រូវបានជ្រើសរើសដោយសម្ងាត់តែជាងក្រុមអ្នកដាំដុះធំមួយធ្វើច្បាស់ថាអ្នកដែលដើរតាមយើងមិនមានការដាំដុះអស្ចារ្យក៏ដោយប៉ុន្តែទង់របស់ពួកគេមានប្រសិទ្ធភាពពិសេសបើវាមិនសម្រាប់មិតតាលិនដែលប្រើកញ្ចក់វានឹងពិបាកសម្រាប់យើងក្នុងការរកឃើញគាត់នៅតាមផ្លូវអូយចាំន័យថាគាត់អីបើសិនតែមើលទៅសម្ព័ន្ធវាលទំនាបមេឃគ្មានទីបញ្ចប់ហ្នឹងគឺមានអ្នកដាំដុះកម្រិតចុងក្រោយដូចតែ2នាក់ទេ2នាក់ឬ3នាក់ឯណាដោយសម្ព័ន្ធមូឡានដែរចឹងណាតែនេះយើងមើលនៅក្នុងអាណាចក្រចិនដ៏អស្ចារ្យអញ្ចឹងបានគេថាអាណាចក្រចិនដ៏អស្ចារ្យគឺវាមានហើយវិសាលភាពធំធេងជាងឋានសួគ៌ភាគខាងត្បូងណាជាង10ដងអញ្ចឹងវាអស្ចារ្យមែនគាត់នៅគ្រួសារអធិរាជមួយហ្នឹងគឺមានអ្នកដាំដុះដំណាក់កាលចុងក្រោយហ្នឹងគឺដល់7នាក់ហើយចុះទ្រាំនិកាយផ្សេងនិកាយធំផ្សេងទៀតប៉ុណ្ណាទៅវាគ្មានអ្វីសោះដោយសារតែសិល្បៈនៃការដាំដុះរបស់ខ្ញុំប្រសើរឡើងខ្ញុំអាចយល់ឃើញនៅអ្វីដែលមិននឹកស្មានដល់ចាប់តាំងពីយើងចាក់ចែងពីទីផ្សារនោះមកវាគ្រាន់តែជារឿងសំណាងដែលខ្ញុំបានប្រើនៅកញ្ចក់នោះនៅពេលត្រឹមត្រូវពួកបរិសុទ្ធបានសម្លឹងមើលគឺធានហាវហើយសួរដោយសង្កត់ថាតើបងប្រុសគឺមានកម្រងដោះស្រាយរឿងនេះដោយរបៀបណាតែនិកាយរបស់អ្នកនៅតែមានកម្រងក្នុងការបំពេញកិច្ចប្រឹងប្រែងរបស់អ្នកជាមួយនឹងប្រាសាទមេឃគ្មានទីបញ្ចប់របស់យើងទេគឺទាំងហាវមើលពីចម្ងាយហើយសាច់ត្រកូលជេប្រហែលជាមានអំណាចប៉ុន្តែនិកាយរបស់ខ្ញុំមិនមានអ្វីដែលត្រូវខ្លាចពួកគេនោះទេក្រៅពីនេះវាពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់និកាយរបស់យើងនិងជីវិតរបស់ព្រឹទ្ធាចារ្យហើយរបស់យើងទោះបីជាគាត់ពិតជាព្រឹទ្ធាចារ្យរបស់ត្រកូលជេក៏ដោយក៏និកាយរបស់យើងអាចដោះដូរគាត់បានវារបស់បងប្រុសគឺបានធ្វើឲ្យខ្ញុំស្ងប់ចិត្តបរិសុទ្ធងក់ក្បាលដោយទឹកមុខពេញចានមួយសន្ទុះក្រោយមកអ្នកទាំង3ក៏បានចេញទៅតាមពន្លឺដោយមិនស្គាល់ពួកគេមិនយូរប៉ុន្មានបន្ទាប់ពីពួកគេបានចាក់ចែងពន្លឺខ្មៅមួយបានលេចចេញមកនៅក្បែរនោះបង្ហាញឲ្យឃើញនៅយុវជនស្លៀកពាក់ពណ៌ខៀវគាត់សាយពេលដែលមើលទៅទិសដៅដែលអ្នកទាំង3បានហោះចេញដូច្នេះនិកាយយិននិងប្រាសាទមេឃគ្មានទីបញ្ចប់កំពុងតែសហការគ្នាមិនអីទេខ្ញុំនឹងឲ្យអ្នករស់នៅសម្រាប់ពេលនេះដូច្នេះសូមឲ្យយុវជនហានចេញមកខ្ញុំនៅតែមិនបំភ្លេចការសពពើមរបស់ខ្ញុំចំពោះការស្លាប់នៃប្រលឹងសំខាន់របស់ខ្ញុំនោះទេក្រោយពីនិយាយបែបនេះយុវជននោះក៏ព្រឺសម្បល់បាត់ស្រមោលចុះអូនេះគឺជាអរិយចាស់ហើយនេះនៅពេលនេះហាឌីត្រូវបានគ្របដណ្ដប់ដោយអាំពណ៌ភ្លើងបៃតងដែលកំពុងតែសើចនៅក្នុងសិនគាត់បានចូលនៅក្នុងសាលងងឹតមួយដែលមានកៅអីប្រហែលជា400ដែលបានរៀបចំជារង្វង់ជំវិញកន្លែងទំនេរជាការគួរឲ្យភ្ញាក់ផ្អើលសម្រាប់គាត់នៅពេលដែលគាត់ហ៊ាននឹងចូលក្នុងទីផ្សារអ្នកយាមដែលមានរបាំងមុខម្នាក់បានបិទផ្លាកសញ្ញាពិសេសមួយនៅលើគាត់ហើយបន្ទាប់មកគាត់បានឆ្លងកាត់ទម្រង់Teleport ដ៏សាមញ្ញមួយក្រោយមកគាត់បានឃើញខ្លួនឯងមានភ្លើងពណ៌ខៀវស្រងាត់ខណៈដែលគាត់ឈរនៅក្នុងសាលរស់រានរបស់គាត់ត្រូវបានលាក់កំបាំងទាំងស្រុងបន្ទាប់មកគាត់បានក្រឡេកមើលជុំវិញគាត់ដោយសម្លេងរោភ្លាមហើយបានរកឃើញអ្នកដាំដុះរាប់សិបនាក់រាយប៉ាយពីពេញតំបន់ដែលត្រូវបានលាក់បាំងដោយអាប់ពណ៌បៃតងផ្សេងគ្នាពួកគេទាំង3នាក់បានចូលនៅពីលើការសម្រេចចិត្តទល់ខ្លួនរបស់ពួកគេដោយចង់ដឹងចង់ឃើញហាឌីបានអង្គុយនៅជ្រុង
កាច់ជ្រុងនៃសាលហើយចាប់ដើមបញ្ចេញអារម្មណ៍ខាងវិញ្ញាណរបស់គាត់នៅក្បែរនោះដោយចង់ដឹងថាតើគាត់អាចមើលឃើញពីអាប់នៃពន្លឺដែរឬទេគាត់មានការងឿងឆ្ងល់ដែលបានរកឃើញថាគាត់មិនអាចទម្លុះវាដោយកម្លាំងចិត្តជាមួយនឹងអារម្មណ៍ខាងវិញ្ញាណដ៏មានឥទ្ធិពលរបស់គាត់នោះទេទោះបីជាគាត់មិនបានប្រើកម្លាំងទាំងអស់ប៉ុន្តែគាត់គិតថាវានឹងមិនមានអ្វីខុសគ្នាច្រើននោះទេមានន័យថាពេលដែលចូលទៅអ្នកដាំដុះទាំងអស់ហ្នឹងគឺមានអាប់ព្រោះបៃតងនឹងរុំខ្លួនគេមិនអោយអ្នកណាពិនិត្យមើលអ្នកណាបានទេណានៅពេលដែលគំនិតទាំងនេះបានលេចឡើងនៅក្នុងចិត្តរបស់គាត់បានបញ្ចេញអារម្មណ៍ខាងវិញ្ញាណរបស់គាត់ពេញបន្ទប់ដើម្បីដឹងថាវាស្ថិតនៅក្រោមឥទ្ធិពលនៃការបង្កើតអក្ខរាវិទ្យាសម្ដេចមួយទោះបីជាវាហាក់ដូចជាមិនមានការបង្កើននេះខ្លាំងក្លាក៏ដោយក៏ជីខាងវិញ្ញាណដែលវាបានបញ្ចេញត្រូវគ្នានឹងពន្លឺដែលលាក់កំបាំងអ្នកដាំដុះដែលមានវត្តមានហានលីសេងជើងគិតមួយសន្ទុះមុននឹងឃើញខ្លួនឯងមានការភ្ញាក់ផ្អើលវាច្បាស់ណាស់ថាយន្តត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការប្រើប្រាស់សំគ្នាជាមួយនឹងការបង្កើតអក្ខរាវរន្តជាមួយនឹងការផ្សារភ្ជាប់យន្តមួយគ្រាន់តែត្រូវការដើម្បីចូលទៅក្នុងជួរនៃការបង្កើតអក្ខរាវរន្តមុនពេលដែលយន្តត្រូវបានធ្វើឲ្យសកម្មបន្ទាប់មកមិនថាអារម្មណ៍ខាងវិញ្ញាណរបស់អ្នកដាំដុះខ្លាំងប៉ុណ្ណាទេពួកគេនឹងមិនអាចយកឈ្នះលើការបង្កើតអក្ខរាវរន្តនេះបានទេន័យថានេះក៏ចូលមកមានទាហានបិទមុខមួយគឺគេបិទយន្តនៅហើយនឹងខ្លួនហានលីចឹងណាដើម្បីហើយបញ្ចេញនៅអាពួរខៀវនឹងពួរបៃតងហ្នឹងណាអញ្ចឹងគ្រប់គ្នាគេបិទអញ្ចឹងឯងដោយមិនខ្លាចការទទួលស្គាល់វត្ថុចម្លែកទាំងនេះអាចផ្លាស់ប្ដូរដោយបើកចំហនៅវត្ថុដែលពួកគេប្រាថ្នាដោយមិនខ្លាចជួបនៅឧបទ្ទវហេតុណាមួយឡើយទោះបីជារបស់របរកម្រយ៉ាងណាក៏ដោយហាន់លីដកដង្ហើមធំមកឲ្យការព្រួយបារម្ភពីដើមរបស់គាត់ចំពោះអ្នកដាំដុះនៅខេត្តជើងដែលចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំដេញថ្លៃត្រូវបានធូរស្រាលបន្ទាប់មកគាត់បានដាក់ចានត្បូងរបស់គាត់នៅលើតុខាងមុខហើយគាត់ចាប់ដើមសម្រាកនៅលើកៅអីរបស់គាត់មិនថាចូលទៅអាប់ហ្នឹងគឺវាបិទបាំងហើយមិនអោយមានអ្នកណាអាចពិនិត្យឃើញទេណានៅពេលដែលពេលវេលាបានកន្លងផុតទៅបន្តិចម្ដងអ្នកដាំដុះកាន់តែច្រើនបានប្រមូលផ្តុំគ្នានៅក្នុងសាលធំតាមរយៈការបង្កើនការបំលាស់ទីទេលេផតនៅពេលដែលហានីបើកភ្នែករបស់គាត់ម្ដងទៀតមានអ្នកដាំដុះជិត100នាក់នៅក្នុងសាលហើយតុត្បូងពណ៌សទំហំ10ម៉ែត្របានបង្ហាញខ្លួននៅក្នុងកណ្ដាលគាត់បិទភ្នែកហើយសម្លឹងមើលវាដោយស្ងៀមស្ងាត់មិនយូរប៉ុន្មានតុត្បូងទទឹមបានបញ្ចេញពន្លឺហើយពន្លឺពណ៌សបានលេចចេញពីក្រោយវានៅពេលដែលពេលវេលាកំណត់របស់យើងបានមកដល់អ្នកគ្រប់គ្នាគួរតែមកដល់ឥឡូវនេះអនុញ្ញាតឲ្យពួកយើងចាប់ដើមការជួញដូររូបរាងស្លឹមពណ៌សងាកទៅមើលអ្នកគ្រប់គ្នានៅក្នុងបន្ទប់ហើយយកដៃអាវគាត់ចេញហើយបង្ហាញនៅថង់ដាក់អីវ៉ាន់ចំនួន4នៅលើតុអ្នកដាំដុះទាំងអស់មើលទៅដោយក្តីរំភើបយ៉ាងខ្លាំងមិនន័យថាចាប់ដើមដេញថ្លៃហើយនេះរៀបចំគេចាប់ដើមហើយនៅក្នុងរូមសន្តានពណ៌សបាននិយាយយឺតៗថាជំនុំដេញថ្លៃនេះនឹងមានលក្ខណៈដូចគ្នានឹងលើកចុងក្រោយវានឹងផ្ដន់ជាចម្បងលើវត្ថុដ៏កម្រកំណប់បុរាណនិងឧបករណ៍វេទមន្តអាចចូលរួមក្នុងការដេញថ្លៃនេះប្រសិនបើកម្រមានគ្រប់គ្រាន់តាមទំនប់ធម្មតាអ្នកអាចដាក់វត្ថុធាតុមួយចំនួនសម្រាប់ថ្មវិញ្ញាណហើយអាចធ្វើពាណិជ្ជកម្មបានប្រសិនបើតម្លៃរបស់អ្នកខ្ពស់គ្រប់គ្រាន់ប៉ុន្តែវាមានអ្វីមួយដែលនឹងខុសប្លែកពីវត្ថុបុរាណដែលយើងបានជួបនៅពេលនេះនឹងដោះដូរកំណប់នេះសម្រាប់តែវត្ថុមានវត្ថុធាតុមួយចំនួនដែលកម្រឃើញនៅក្នុងโลกនេះប្រសិនបើเป็นជាគ្មានវត្ថុទាំងនេះទេនោះនឹងមានការដេញថ្លៃដោយប្រើប្រាស់នៅថ្មវិញ្ញាណវានឹងមានការវាតម្លៃថាតើអ្នកនឹងអាចទទួលបានវាដែរឬទេចង់និយាយថាការដេញថ្លៃនេះគេយករបស់ឲ្យដូចជាកំណប់វេទមន្តអីផ្សេងកំណប់បុរាណអីផ្សេងអញ្ចឹងយកទៅដោះដូរគ្នាដោយអង្កាលមុនអញ្ចឹងអ្នកនរនេះដេញថ្លៃក្រៅផ្លូវការណាបើសិនជាមិនមានកំណប់នឹងទេមិនអាចមានអ្នកណាយកអីមកដោះដូរទេបានគេចាប់ដើមណែដោះដូរជាថ្មវិញ្ញាណវិញអញ្ចឹងណាមានអ្នកមកពីវងមនុស្សនិយាយថាកំណប់ទ្របមែនទេហើយតើគាត់ចង់ដោះដូរជាមួយនឹងអ្វីសម្ភារៈថ្នាំគ្រាំឬកំណប់វេទមន្តបើមានអ្វីដែលពួកគេចង់បានជាពិសេសតើអ្នកប្រាប់យើងយ៉ាងណាមុន
បើយើងដោះដូរចេញយើងប្រកាសជាមានអារម្មណ៍សោកស្ដាយរូបពួរសរសើរចំអកថាវត្ថុនេះពិបាកនឹងពិពណ៌នាក្នុងនៃលោកីអ្នកដឹងទេថាវាជាអ្វីពេលវេលាមកដល់ហើយចំពោះការព្រួយបារម្ភរបស់អ្នកគឺគ្មានមូលដ្ឋានទេរបស់ដែលគេដោះដូរគឺជារបស់ដែលអ្នកដាំដុះទូទៅមិនដែលបោះបង់ចោលឡើយមានន័យថារបស់សំណប់ចិត្តរបស់មួយចឹងគេដូរគ្នាណាទឹកដមសំឡេងរបស់ទឹកដមសំឡេងដ៏ក្លាហានរបស់គាត់បានធ្វើឲ្យអ្នកដាំដុះនៅក្នុងសាលមានការចលាចលហើយពួកគេមិនអាចជួយអ្វីបានឡើយក្នុងការចង់ដឹងសង្ខេបទោះជាយ៉ាងណាក៏ដោយគ្មាននរណាម្នាក់បានសួរសំណួរបន្ថែមទៀតឡើយ